បន្ទាប់ពីកម្ពុជានិងភាគីថៃបានធ្វើការជ្រើសរើសអ្នកសម្របសម្រួលចំនួន2រូបរៀងៗខ្លួនសម្រាប់នីតិវិធីផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ UNCLOS រួចមកភាគីទាំងពីរមានរយៈពេល30ថ្ងៃដើម្បីឯកភាពគ្នាក្នុងការជ្រើសរើសសមាជិកទី5ដែលនឹងធ្វើជាប្រធាននៃអង្គភាពក្នុងចំណោមអ្នកសម្របសម្រួលទាំង4រូបមាន2រូបធ្លាប់ធ្វើជាអ្នកសម្របសម្រួលក្នុងករណីចំនួនរវាងទីម៉ូខាងកើតនិងអូស្ត្រាលីនៅកាលពីឆ្នាំ2018ដោយម្នាក់ក្នុងចំណោមនោះគឺជាអ្នកសម្របសម្រួលតំណាងឲ្យកម្ពុជាហើយម្នាក់ទៀតគឺជាអ្នកសម្របសម្រួលតំណាងឲ្យភាគីថៃនៅពេលសមាជិកទី5ដែលជាប្រធានត្រូវបានជ្រើសរើសសមាជិកទាំង5រូបនឹងត្រូវធ្វើការត្រួតពិនិត្យដំណើរការសម្របសម្រួលនៃតំបន់ទាមទារអធិបតេយ្យភាពត្រួតស៊ីគ្នាដែលហៅថា OCA នៃដែនសមុទ្រតំបន់សមុទ្រត្រួតស៊ីគ្នានេះត្រូវបានគេជឿជាក់ថាមានធនធានថាមពលដែលមានតម្លៃរហូតដល់$300,000 លានសហរដ្ឋអាមេរិកសារព័ត៌មានមួយចំនួនបានដកស្រង់ប្រភពមិនផ្លូវការដែលបានបញ្ជាក់ថាអ្នកការទូតដាណាម៉ានិងអ្នកជំនាញច្បាប់អន្តរជាតិបារាំងត្រូវបានជ្រើសរើសជាអ្នកសម្របសម្រួលសម្រាប់ប្រទេសកម្ពុជាចំណែកភាគីថៃបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅកាលពីថ្ងៃទី16មិថុនា2026រដ្ឋមន្ត្រីការបរទេសរបស់ថៃលោកស៊ីហាសាក់ភុងគិតកែវបានប្រកាសថាអ្នកជំនាញច្បាប់សមុទ្រជនជាតិអាល្លឺម៉ង់និងម្នាក់ទៀតគឺជាជនជាតិអាហ្វ្រិកខាងត្បូងត្រូវបានជ្រើសរើសជាអ្នកសម្របសម្រួលសម្រាប់ប្រទេសថៃវិវាទលើនីតិវិធីបច្ចុប្បន្ននេះបានកើតឡើងបន្ទាប់ពីប្រទេសថៃបានសម្រេចលុបចោលនៅអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលថៃនិងរាជរដ្ឋាភិបាលកម្ពុជាស្ដីពីតំបន់នៃការទាមទារដែនសមុទ្រត្រួតស៊ីគ្នាចំពោះខ្ពង់រាបបាតសមុទ្រដែលមានអាយុកាល25ឆ្នាំឬក៏ហៅថា MOU ឆ្នាំ2001នៅកាលពីថ្ងៃទី5ឧសភា2026សកម្មភាពរបស់ថៃបានបង្ខំឲ្យកម្ពុជាប្រកាសថាខ្លួននឹងចាប់ផ្ដើមនីតិវិធីសម្របសម្រួលដោយបង្ខំដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិក្រោមក្របខ័ណ្ឌ UNCLOS ដោយនាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសការចាប់ផ្ដើមនៃនីតិវិធីនេះនៅកាលពីថ្ងៃទី2មិថុនា2026ឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជាបានបញ្យល់ថាយន្តការ UNCLOS នឹងផ្ដល់ឱកាសឲ្យគ្រប់ប្រទេសទាំងអស់បានឃើញច្បាប់អន្តរជាតិដែលមានប្រសិទ្ធភាពក្នុងការអនុវត្តនិងផ្ដល់ការគាំទ្រដល់ការដោះស្រាយវិវាទដោយសន្តិវិធីក្រោមការឧបត្ថម្ភរបស់អង្គការអន្តរជាតិនៅពេលដែលសណ្ដាប់ធ្នាប់ពហុភាគីផ្អែកលើច្បាប់កំពុងស្ថិតក្រោមសម្ពាធនេះលោកបានពិពណ៌នាផងដែរថាវាគឺជាឱកាសសម្រាប់សហគមន៍អាស៊ានក្នុងការទាញយកប្រវត្តិសាស្ត្រដ៏សម្បូរបែបនៃការគ្រប់គ្រងគ្នាទៅវិញទៅមកក្នុងតំបន់ក៏ដូចជាកេរ្តិ៍ឈ្មោះដ៏ល្អហើយក៏ជាគំរូនៅលើឆាកអន្តរជាតិលោកបានលើកឡើងបន្តទៀតថាវាគឺជាឱកាសសម្រាប់ប្រទេសថៃនិងកម្ពុជាដែលជាប្រទេសជិតខាងដែលមានប្រវត្តិសាស្ត្រជាមួយគ្នារាប់សតវត្សមកហើយឲ្យឈប់ប្រឈមមុខដាក់គ្នាដើម្បីធ្វើការជ្រើសរើសយកសន្តិភាពវិញផងដែរ